សួស្តីអ្នកលេងម៉ូតូធំទាំងអស់គ្នាហ្នឹងហើយបងប្អូនខ្លះក៏គាត់បានដឹងហើយក៏មានបងប្អូនខ្លះក៏គាត់មិនទាន់បានដឹងនៅប្រភេទម៉ូតូ Winner X ផ្លាស់ប្ដូរឈ្មោះថ្មីមកជាឈ្មោះ Winner R ឬក៏ Winner R អញ្ចឹងទៅអញ្ចឹងឈ្មោះនេះគេហៅទៅតាមទីកន្លែងឬក៏តំបន់អញ្ចឹងបងប្អូនហ្នឹងហើយប៉ុន្តែខ្ញុំទម្លាប់ហៅឈ្មោះតែ Winner R អញ្ចឹងបងប្អូនហ្នឹងហើយធម្មតាក្រុមហ៊ុន Honda Winner X នេះគឺវាមានឈ្មោះតាំងតែពីឆ្នាំ2022រហូតមកដល់2024ចូលមកដល់2025នេះគឺវាផ្លាស់ប្ដូរឈ្មោះ Winner R វិញនៅប្រទេសវៀតណាមអញ្ចឹងគេបានចេញលក់រៀបរយហើយនៅប្រទេសវៀតណាមប្រទេសឥណ្ឌូនេស៊ីហើយនៅប្រទេសថៃក៏ប៉ុន្តែទើបតែចេញលក់នៅប្រទេសកម្ពុជាយើងនៅខែ9នេះគឺតម្លៃវាខ្ពស់គ្រាន់បើជាង Winner X ចឹងបងប្អូនហ្នឹងហើយអញ្ចឹងបងប្អូនណាចង់បានគឺមានលក់ហើយនៅតាមហាងនីមួយៗបងប្អូនហ្នឹងហើយគឺ Winner R នេះគឺវាផ្លាស់ប្ដូររូបរាងទាំងស្រុងហើយបងប្អូនហ្នឹងហើយមើលទៅ design ពិតជាស្អាតខ្លាំងណាស់សម្រាប់ខ្ញុំប្រើ MT15 រាល់ថ្ងៃនេះគឺចង់ផ្លាស់ប្ដូរទៅទិញ Winner R នេះមកប្រើហើយក៏ប៉ុន្តែដូចថាខ្វះខាតនៅលុយកាក់ចឹងបងប្អូនហ្នឹងហើយអញ្ចឹងក្នុងម៉ូតូនេះខ្ញុំចង់មកប្រាប់បងប្អូនថា Winner R នេះគឺមានលក់នៅក្នុងស្រុកខ្មែរយើងហើយគឺតម្លៃ3000ក្រាស់បងប្អូនហ្នឹងហើយអញ្ចឹងបងប្អូនអាចសួររកទិញបានតាមហាងនីមួយៗចឹងបងប្អូនហ្នឹងហើយអញ្ចឹងសម្រាប់ Winner R នេះខ្ញុំធ្លាប់ចេញវីដេអូមុនហើយខ្ញុំប្រាប់ថាចេញលក់នៅប្រទេសវៀតណាមប្រទេសឥណ្ឌូនេស៊ីនិងប្រទេសថៃប៉ុន្តែសប្តាហ៍ថ្ងៃនេះគឺមានលក់នៅប្រទេសកម្ពុជាយើងហើយហ្នឹងហើយអញ្ចឹងសម្រាប់បងប្អូនដែលចង់ត្រូវការបងប្អូនអាចសាកសួរបានគឺតម្លៃវារហូតដល់3000ក្រាស់បងប្អូនហ្នឹងហើយអញ្ចឹងខ្ញុំឃើញថាវាមានរូបរាងស្អាតជាងមុនអញ្ចឹងវាបានផ្លាស់ប្ដូរ design ថ្មីធ្វើឲ្យម៉ូតូនេះមានរូបរាងស្អាតរូបរាង sport ចឹងទៅបងប្អូនហ្នឹងហើយអញ្ចឹងសម្រាប់វីដេអូនេះមានតែប៉ុណ្្នឹងទេសម្រាប់បងប្អូនថ្មីៗចូលមកកុំភ្លេចចុច Subscribe និងចុចរូបកណ្ដឹងសម្រាប់អ្នកមួយផងបងប្អូនហ្នឹងហើយអញ្ចឹងវីដេអូនេះក៏មានតែប៉ុណ្្នឹងទេគ្រាន់តែមកប្រាប់ឬក៏ផ្ដល់ជាសារមួយទៅដល់បងប្អូនដែលគាត់មិនទាន់បានដឹងឲ្យគាត់ដឹងថាម៉ូតូ Winner R ដែលទៅតែផ្លាស់ប្ដូរចេញពីប្រភេទ Winner X នោះឥឡូវមានលក់នៅលើទីផ្សារប្រទេសកម្ពុជាយើងហើយដែលនាំចូលពីប្រទេសវៀតណាមបងប្អូនហ្នឹងហើយអញ្ចឹងសម្រាប់វីដេអូនេះមានតែប៉ុណ្្នឹងចុងក្រោយសូមអរគុណនិងសូមជម្រាបលា